បាទគ្រុឌប្រែคล้ายជារាជសីห์ក្នុងឆ្នាំ2024ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទូកដែលមានឈ្មោះថាសម្រែករាជសីห์បាទទូកសម្រែករាជសីห์គឺជាទូកដែលស្ថិតនៅក្នុងវត្តទួលសវណ្ណារាមហៅវត្តទួលសង្កែបាទសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញបាទបងប្អូនពិតជាស្គាល់ហើយបាទទូកសម្រែករាជសីห์បាទគឺជាទូកមួយដែលមានឈ្មោះបោះសម្លេងណារបស់រាជធានីភ្នំពេញបាទហើយក្នុងឆ្នាំ2024នោះបាទក៏យើងអាចនិយាយបានថាក៏ជាទូកថ្មីបាទសម្រាប់បាទខាងវត្តទួលសង្កែបាទបងប្អូនបាទមួយចំនួនក៏គាត់បានដឹងថាបាទទូកសម្រែករាជសីห์នេះគឺបាទយកមកពីខាងបាទកំពង់ចាមបាទគឺមហាគ្រុឌចាស់បាទក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រកួតចំនួន2ជើងបាទនៅក្នុងការប្រកួតថ្នាក់រាជធានីបាទអញ្ចឹងកុំឲ្យខាតពេលយូរបាទសូមអញ្ជើញទៅទស្សនាការប្រកួតបាទរវាងសម្រែករាជសីห์បាទខ្សែទឹកខាងក្រៅជាមួយនឹងខ្សែទឹកខាងក្នុងគឺជាទូកដែលមានឈ្មោះថាពិសិដ្ឋមរតកអំពៅវ័នដែលចូលសែនជ័យការប្រកួតនៅក្នុងថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024ចំនួន2ជើងបាទផ្លាស់ប្ដូរខ្សែទឹកបាទនេះគឺជាជើងទី1បាទក្នុងនោះជាលទ្ធផលបាទទូកសម្រែករាជសីห์បានយកឈ្នះទៅលើបាទទូកដែលមានឈ្មោះថាពិសិដ្ឋមរតកអំពៅវ័នដែលចូលសែនជ័យនេះទាំង2ជើងបាទសិតតែដាច់ទៀតបាទអត់មានតោងទេតាមការ comment បាទរបស់បងប្រុសម្នាក់បាទគាត់ថាទូកសម្រែករាជសីห์បាទចំណុះបាទកីឡាករអមទូករបស់សម្រែករាជសីห์នៅក្នុងឆ្នាំ2024នោះគឺបាទការប្រកួតថ្នាក់រាជធានីគឺអមដោយក្រុមបាទចំណុះទូកបាទឃុំឈូកបឹងបាទស្រុកប្រាសាទសម្បូរបាទខេត្តកំពង់ធំនេះបើតាមការ comment របស់បងប្រុសម្នាក់ណាបាទដូចជាគាត់ច្បាស់ការដោយសារតែគាត់នៅទីនោះឬក៏គាត់ជាអ្នកស្រុកនៅខេត្តកំពង់ធំនេះតែម្ដងបាទហើយគួររំលឹកថាការប្រកួតថ្នាក់ជាតិក៏គាត់បានប្រាប់ដែរថាគឺជាចំណុះរបស់បាទខាងឃុំមានជ័យបាទស្រុកសណ្ដាន់បាទខេត្តកំពង់ធំដែរបាទអរគុណច្រើនបងប្រុសដែលបានផ្ដល់ព័ត៌មានបាទមកកាន់ខាងជីវ៉ាបាទហើយការប្រកួតនៅថ្នាក់ជាតិបាទសម្រាប់ទូកសម្រែករាជសីห์នេះគឺក៏អត់មានពាក្យថាចាញ់ដែរសម្រាប់3ថ្ងៃបាទគឺអត់ចាញ់ទេបាទគឺថ្ងៃទី1នោះគឺត្រូវប៉ះជាមួយនឹងព្រែកលួងដែលចូលសែនជ័យបាទឈ្នះទាំង2ជើងបាទថ្ងៃទី2ត្រូវជួបជាមួយនឹងចម្ពូពេជ្របាទក៏ឈ្នះទាំង2ជើងបាទហើយថ្ងៃទី3គឺជួបជាមួយនឹងស្រីស្រស់ចម្ប៉ាមហាឆ្លាមបាទក៏ឈ្នះទាំង2ជើងដូចគ្នាបាទអរគុណច្រើនបាទសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាទចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ